បើសូមលំអរកាយគ្រប់ជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពដែលកំពុងតាមដានទស្សនាកម្មវិធីមរតកតេជោបាទនៅថ្ងៃទី7ខែមករាឆ្នាំ2029នេះគឺជាខួបលើកទី47ឆ្នាំហើយនៃថ្ងៃជ័យជំនះ7មករាដែលជាថ្ងៃរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត7មករា1979 7មករា2026ហើយនៅក្នុងវីដេអូថ្ងៃនេះខ្ញុំបាទនឹងបង្ហាញជូនអំពីប្រវត្តិនៃការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតគឺនៅថ្ងៃ7មករា1979ក៏ដូចជាប្រវត្តិនៃការតស៊ូរបស់ថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួមរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតនេះជាការពិតណាស់នៅក្នុងប្រវត្តិសាស្ត្រនៅថ្ងៃទី7ខែមករាឆ្នាំ1979កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលទីក្រុងភ្នំពេញនិងយកឈ្នះលើរបបប្រល័យពូជសាសន៍ប៉ុលពតបន្ទាប់ពីបើកការវាយប្រហារជាច្រើនថ្ងៃចេញពីស្រុកស្នួលនៃខេត្តកោះចេះគឺថ្ងៃជ័យជំនះ7មករា1979នេះហើយដែលបានក្លាយទៅជាមរតកប្រវត្តិសាស្ត្រដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់ជំនាន់គួរចងចាំដោយមិនត្រូវបំភ្លេចហើយមិនត្រូវបំភ្លៃនិងមិនអាចបំភាន់បានឡើយបើទោះបីជាកើតមិនទាន់ក្តីនោះគិតមកត្រឹមថ្ងៃទី7ខែមករាឆ្នាំ2026នេះគឺមានរយៈពេល47ឆ្នាំហើយដែលរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំក្រោមការដឹកនាំរបស់គណបកប្រជាជនកម្ពុជាជាពិសេសតួអង្គសំខាន់គឺសម្ដេចតេជោហ៊ុនសែនដែលបានយកជីវិតធ្វើជាដើមទុនដើម្បីមករំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតនេះហើយបើតាមតួលេខនៅក្នុងរបបនោះគឺមានប្រជាពលរដ្ឋខ្មែរប្រមាណជា3លាននាក់បានស្លាប់ដោយកត្តាផ្សេងៗរួមមានការសម្លាប់ដោយការធ្វើទារុណកម្មភាពអត់ឃ្លានការធ្វើការដោយហួសកម្លាំងនិងជំងឺផ្សេងៗជាការពិតណាស់ថ្ងៃជ័យជំនះ7មករានេះគឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់ដែលចាត់ទុកជាមរតករបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបហើយពួកគាត់តែងតែចាត់ទុកថាថ្ងៃនេះក៏ជាថ្ងៃកំណើតទី2របស់ពួកគាត់ផងដែរពីព្រោះប្រជាពលរដ្ឋគិតថាគឺជាថ្ងៃដែលពួកគាត់ត្រូវរស់ឡើងវិញពីរបបដ៏ខ្មៅងងឹតនោះក៏ប៉ុន្តែបច្ចុប្បន្ននេះឃើញថាក្រុមមួយក្តាប់តូចដែលនិរទេសខ្លួននៅឯក្រៅប្រទេសតែងតែយកថ្ងៃនេះជន់ឈ្លីដើម្បីវាយប្រហារថ្នាក់ដឹកនាំរបស់យើងជាពិសេសគណៈបកប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាទៅវិញដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនផ្នែកនយោបាយយើងសូមកលេចទៅមើលសាវតានៃថ្ងៃជ័យជំនះ7មករាបន្តិចនៅថ្ងៃទី7មករាឆ្នាំ1979អាចកើតមានបានគឺដោយសារតែការចាប់ផ្ដើមពីមនុស្សម្នាក់គឺសមមិត្តហ៊ុនសែននៅក្នុងវ័យ20ឆ្នាំជាងតែប៉ុណ្ណោះនិងកម្មាភិបាលដ៏គួរឲ្យទុកចិត្តចំនួន4នាក់គឺសមមិត្តនុចថនសមមិត្តញឹកហ៊ុនសមមិត្តស៊ូគឹមស្រៀងហៅសាញ់និងសមមិត្តវ៉ាប៉ៅអានដែលបានចេញដំណើរពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 បច្ចុប្បន្នគឺស្ថិតនៅក្នុងឃុំទន្លូងស្រុកមេមត់នៃខេត្តត្បូងឃ្មុំដើម្បីជ្រើសរើសជាចំណុចចាប់ផ្ដើមចូលទៅកាន់ប្រទេសវៀតណាមដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាកាលពីថ្ងៃទី20ខែមិថុនាឆ្នាំ1977ថ្ងៃទី20ខែមិថុនាឆ្នាំ1977នោះក៏បានក្លាយទៅជាទិវាដ៏ចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ផងដែរនាពេលបច្ចុប្បន្ននេះនៅពេលនោះហើយដែលសមមិត្តហ៊ុនសែនបានចាប់ផ្ដើមយកជីវិតធ្វើជាដើមទុនដើម្បីធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតបន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃចលនារំដោះជាតិរហូតដល់ពីការភ្នែកម្ខាងកាលពីឆ្នាំ1975បន្ទាប់ពីការគាំទ្រពីប្រទេសវៀតណាមសមមិត្តហ៊ុនសែនបានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី2ខែធ្នូឆ្នាំ1978សមមិត្តហ៊ុនសែនរួមជាមួយនឹងសមមិត្តហេងសំរិនសមមិត្តជាស៊ីមរួមជាមួយនឹងសមមិត្តដទៃទៀតបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅក្នុងភូមិជើងឃ្លូឃុំពីធ្នូស្រុកស្នួលខេត្តកោះចេះដែលគោលបំណងតែមួយគត់គឺការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជាគឺដើម្បីរួមកម្លាំងគ្នាផ្ដួលរំលំរបបខ្មែរក្រហមនៅពេលនោះគឺក្រោមជំនួយកងទ័ពស្ម័គ្រចិត្តនៃប្រទេសវៀតណាមរណសិរ្សសង្គ្រោះជាតិកម្ពុជាបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតគឺនៅថ្ងៃទី7ខែមករាឆ្នាំ1979ហើយថ្ងៃជ័យជំនះនេះបានចាត់ទុកជាដំណាក់កាលទី3បន្ទាប់ពីដំណាក់កាលនៃការចាក់ចេញទៅប្រទេសវៀតណាមរបស់សមមិត្តហ៊ុនសែននិងជាថ្ងៃបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ហ
តាក់តាំងប្រវត្តិសាស្ត្រទាំងនេះជាក់ស្ដែងណាស់គឺបានបង្ហាញពីការលះបង់អាយុជីវិតរបស់សមមិត្តរបស់គណៈបកប្រជាជនកម្ពុជាហើយយើងមានសាក្សីរស់ជាច្រើនដែលបានឆ្លងកាត់របបខ្មែរក្រហមដែលបានចងចាំនិងរំលឹកដល់អ្នកបន្តវេនពីព្រឹត្តិការណ៍ទាំង3នោះជាបន្តបន្ទាប់បច្ចុប្បន្នថ្ងៃជ័យជំនះ7មករា1979គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលមានរយៈពេល3ឆ្នាំ8ខែនិង20ថ្ងៃហើយដែលចាប់ពីពេលនោះមកកម្ពុជាបានបិទនៅទំព័រសក្ការៈដ៏ខ្មៅងងឹតរបស់ខ្លួនហើយបើកចេញនៅទំព័រសក្ការៈថ្មីគឺសក្ការៈឯករាជ្យសេរីភាពប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមស្មារតី7មករាផ្ដល់ឲ្យយើងនៅក្តីសង្ឃឹមជឿជាក់ជានិច្ចចំពោះជ័យជំនះ7មករាមានសត្រូវតែមួយគត់គឺរបបប្រល័យពូជសាសន៍ឥឡូវរបបយកគ្រងនេះត្រូវរលាយបាត់ហើយដូច្នេះជនណាដែលនៅតែប្រឆាំងនឹង7មករាគឺជាអ្នកចង់ឲ្យរបបប្រល័យពូជសាសន៍និងសង្គ្រាមកើតឡើងវិញនៅកម្ពុជាទោះបីជាថ្ងៃ7មករា1979យើងបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពតក៏ដោយក៏ប៉ុន្តែយើងមិនអាចចាប់ផ្ដើមកសាងប្រទេសជាតិឲ្យមានការរីកចម្រើនភ្លាមនោះទេគឺយើងត្រូវចាប់ផ្ដើមពីបាតដៃទទេណាមួយគឺដៃម្ខាងត្រូវទប់ស្កាត់របបនេះមិនឲ្យត្រឡប់មកវិញហើយដៃម្ខាងទៀតគឺប្រឹងកសាងប្រទេសជាតិក្រោមសម្ពាធនយោបាយនិងសេដ្ឋកិច្ចរបស់ប្រចាំប្រទេសថ្ងៃ7មករាគឺនៅតែជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសពីព្រោះថានរណាក៏ទទួលស្គាល់នរណាក៏ដឹងថាថ្ងៃនេះគឺជាថ្ងៃដែលប្រជាជាតិខ្មែរបានរស់ឡើងវិញហើយនរណាដែលបដិសេធ7មករាគឺអ្នកនោះគឺជាអ្នកដែលបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួនហើយគាំទ្ររបបខ្មែរក្រហមទោះបីជាថ្ងៃ7មករា2026នេះមានរយៈពេល47ឆ្នាំកន្លងមកហើយក្តីប៉ុន្តែស្មារតី7មករានៅតែដក់ជាប់ក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបានបង្ហាញអំពីការដឹងគុណចំពោះអិសរាជជនគ្រប់រូបដែលបានលះបង់សាច់ស្រស់ឈាមស្រស់ទាំងប្រាជ្ញាស្មារតីយកជីវិតធ្វើជាដើមទុនដើម្បីបេសកកម្មសន្តិភាពដើម្បីសេចក្តីសុខជាតិមាតុភូមិនិងប្រជាជនកម្ពុជាអរគុណសម្ដេចឯកឧត្តមលោកជំទាវដែលបានតាមដានទស្សនានៅកម្មវិធីមរតកតេជោតាំងពីដើមរហូតដល់ចប់នៅឱកាសក្រោយខ្ញុំបាទនឹងមានប្រធានបទថ្មីមកជម្រាបជូនជាបន្តទៀតសម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលា